កូនស្រីឆ្នាំនេះកូនមានអាយុ25ឆ្នាំហើយម៉ែគិតថាកូនត្រូវតែមានគូសកលនឹងគេហើយម៉ែកូនមិនទាន់ចង់មានគ្រួសារទេម៉ែឯងជាមនុស្សស្រីមិនអាចរស់នៅអូបបន្លាយយូរបានទេកូនម៉ែគ្រប់យ៉ាងកូនធ្វើតាមម៉ែរហូតមកហើយតែក្នុងរឿងនេះកូនសុំជំទាស់អ្នកម៉ែហើយព្រោះថាកូនអាចជ្រើសរើសមនុស្សដែលកូនស្រឡាញ់ដោយខ្លួនឯងបានទេមិនបានទេគ្រប់យ៉ាងត្រូវតែជាម៉ែជាអ្នករៀបចំកូនសំវណ្ណណាម៉ែកូនធំហើយម៉ែគ្រាន់តែចង់ឲ្យកូនបានល្អកូនស្ដាប់តែម៉ែទៅណាមិនខុសទេតែកូនមានមនុស្សដែលកូនស្រឡាញ់ហើយតើគេជានរណាគេជាមនុស្សធម្មតាមិនមានទ្រព្យធនអ្វីនោះទេតែគេជាមនុស្សល្អណាស់ម៉ែមិនបានចដាច់ខាតឯងមិនអាចទៅស្រឡាញ់មនុស្សប្រភេទនោះបានទេឯងដឹងស្រាប់ហើយគ្រួសារយើងជាមនុស្សមានមុខមានមាត់មិនអាចមានកូនប្រសាដែលមានឋានៈតូចទាបដូចជាគេនោះបានទេអូយម៉ែកុំធ្វើបែបនេះអីយើងថាមិនបានគឺមិនបានហើយឯងឆាប់ឡើងទៅបន្ទប់ឥឡូវនេះទៅ